សួស្តីម្ចាស់ទីកម្មនេះប្រភេទអំភ្លី Pyro 5 ដងអំភ្លីនេះវាមានលក្ខណៈពិសេសមួយសម្រាប់ផ្ទះនៅតំបន់ដាច់ស្រយាលឬក៏ផ្ទះយើងនៅតំបន់ដែលអត់មានភ្លើងខ្សោយណាយើងទិញអំភ្លីនេះមួយយើងចំណេញអាំងវ៉ាទ័រមួយហើយដោយសារបើយើងទិញអាំងវ៉ាទ័រមួយអស់ចូល100ជាងអំភ្លីនេះគឺវាមានតួនាទីមួយគឺសាក់អាគុយយើងអាចដតភ្លើងរត់ផងគៀបអាគុយផងនៅពេលដែលដាច់ភ្លើងរត់គឺវាភ្លើងអាគុយវាយកភ្លើងអាគុយមកប្រើវាមាន switch ហើយអំភ្លីនេះមួយយើងប្រើបានមួយផ្ទះតែម្ដងនេះ timer នេះកតុយសែននេះគឺ timer ផ្ដាច់សំឡេង channel នេះ channel ទី1ទី2នេះយើងដាក់ timer ផ្ដាច់សំឡេងវាហើយខាងនេះសម្រាប់សំឡេងកូនយើងអាចដើររហូតព្រោះដល់យើងប្រើ channel ទី1នេះសម្រាប់មាត់ច្រកលើដំបូលchannel ទី2នាំផ្លូវក្នុងផ្ទះអញ្ចឹងទៅយើងអាចប្រើបានសម្រាប់ផ្ទះយើងមួយហើយយើងមានប្រភេទ egoist សម្រាប់សំឡេងមាត់ច្រកនាំផ្លូវ egoist សម្រាប់សំឡេងកូនពពួកនេះពពួក Pyro ខ្ញុំយកពពួក brand ហ្នឹងលក់ដោយសារខ្ញុំប្រើដូចជា8ឆ្នាំ9ឆ្នាំហើយ egoist ដែលខ្ញុំធ្លាប់ប្រើដាច់ទេពួក Pyro នេះណាល្អមែនតើយើងយកទៅបើយើងចង់ប្រើឲ្យបានយូរយើងបាញ់កាវទៀននេះកន្លែងនេះយើងបាញ់កាវទៀនឲ្យចិត្តមកណាគឺយើងប្រើបានយូរអត់ងាយខូចទេពួក egoist នេះខ្ញុំប្រើឃើញល្អបាទខ្ញុំយកមកលក់នៅស្រុកខ្មែរយើងណាខ្ញុំបើកសំឡេងឲ្យស្ដាប់នេះសំឡេងមាត់ច្រកណូនេះegoist សម្រាប់មាត់ច្រកនេះពួកនេះខាងនេះខ្ញុំដាក់មាត់ច្រកខាងនេះនាំផ្លូវបងប្អូនតាក់ទងនឹងចង់បានម៉ាក set Pyro នេះយើងមាននៅហាងទឹកមាត់ទឹកមាហាងទឹកមាត់វាផ្ដាច់មុខពីឥណ្ឌូនេស៊ី brand ម៉ាក Pyro នៅមកស្រុកខ្មែរបើគេលក់កន្លែងផ្សេងតែយើងមើលម៉ាកមើលយីហោស្រួលវាអក្សរមានអក្សរ Pyro អញ្ចឹងណាបើវាសុទ្ធមើលអក្សរមើលម៉ាកនៅលើ egoist ច្បាស់ម៉ាក Pyro អញ្ចឹងអានោះមិនបោះសុទ្ធបើសិនជាដូចគ្នាអញ្ចឹងក៏អត់សុទ្ធដែរយើងត្រូវពិនិត្យឲ្យច្បាស់ព្រោះយើងចំណាយលុយច្រើនដើម្បីយើងធ្វើតេស្តកម្មមួយ